ពេលខ្លះមិនយល់ទេបងប្អូនជួយគិតគ្នាមើលមួយថាមន់ស្រែពេលធ្វើឲ្យភ្ញៀវថាមន់ចំខ្ញុំឲ្យតែលឺភ្ញៀវគាត់និយាយថាអូនមន់ហ្នឹងដូចមិនមែនមន់ស្រែខ្ញុំមកសញ្ញាសួរពេញក្បាលហ្មងតែពេលអញ្ចឹងខ្ញុំអត់ដឹងថាទៅធ្វើមិនទេបងប្អូនមន់ឥឡូវក៏វាឡើងថ្លៃដែរវាមិនសូវចំណេញហើយត្រូវគេថាឲ្យយើងទៀតយើងកេងបន្លំអីចឹងណាខ្ញុំបិទមណុយមន់ហ្នឹងបងប្អូនខ្ញុំខ្ជិលបងប្អូនមកពីឆ្ងាយចង់ភាសាមន់ប្រាប់មន់មួយថ្ងៃមកខ្ញុំទៅជ្រែរមើលមន់ស្រែឲ្យផ្ទាល់ហ្មងតែមានតែបុនអ៊ំទុកនេះណាបងប្អូនហូបពិសេសប្រចាំហាងមានច្រើនណាស់មន់នេះភ្ញៀវក៏ទេកំងទេទៅដើររោមន់ស្រែពេញផ្សារគាត់ហ្នឹងដល់ល្ងើយើងរើសមន់មេខ្លាញ់ចេះណាយើងយកផ្នែកកផ្នែកស្លាបហើយនឹងកន្លែងជើងនិយាយទៅកន្លែងណាឆ្អឹងដាក់ស្ងោរឲ្យគាត់បងគ្រឿងដាក់រសជាតិឡំទៅបាននៅថែមល្ងើទៀតផ្នែកកាផ្លូវទ្រូងកន្លែងណាដែលសាច់យើងយកមកឆាកន្លែងនោះឆ្ងាញ់យើងដាក់អំដេងសក្តិហើយថែមទឹកប្រឡាក់សាច់បន្តិចមកប្រឡាក់វាអប់គ្រឿងឲ្យចូលជាតិសិនសម្យកទៅបំពងធ្វើអញ្ចឹងមន់របស់យើងចូលជាតិសក់ហ្មងញ៉ាំម្ដុំណាមកក៏ជាតិដែររសជាតិទឹកប្រឡាក់សាច់ហ្នឹងគឺប្រចាំតូបខុនដែរបងប្អូនបានដល់តូបខុនណាក៏មកតែគ្រឿងយកទៅធ្វើនៅផ្ទះក៏បានរសជាតិនេះដែរហើយឆាមន់កុលក្រីអត់សូវប្រើខ្លាញ់ច្រើនហ្មងណាបងប្អូនប៉ុន្តែយើងត្រូវបំពងមន់ហ្នឹងឲ្យវារៀងក្រៀមបន្តិចបើញ៉ាំទៅជក់មន់តាមសង្កេតទៅភ្ញៀវភាគច្រើនក៏ចិត្តមន់ប្រភេទថារៀងក្រៀមអញ្ចឹងធ្វើអញ្ចេះត្រូវណាស់អ៊ំទុកនេះបងប្អូនមកតុបខុនចង់ញ៉ាំមន់ណាកំងមុនមួយថ្ងៃមកខ្ញុំទៅរកមន់ស្រែព្រោះមន់ស្រែមានកំណត់មកដល់ភ្លាមកំងភ្លាមអត់ចេញទេព្រោះយើងរកមន់ដែលស្រែពិតជូនបងប្អូនណានៅពេលដែលមន់រៀងក្រៀមចេះហើយយើងបងខ្ទឹមសខ្ទឹមក្រហមចូលមកម្លិញឲ្យឆ្អិនជាមួយគ្នានិយាយទៅសម្រាប់វិធីធ្វើនេះបងប្អូនចង់បានក្រៀមឬមួយក៏តុនប៉ុណ្ណាអីយើងអាចមើលជាក់ស្ដែងបើយកទៅញ៉ាំមួយបាយមិនក្រៀមពេកទេបងប្អូនរៀងតុនល្មមប៉ុណ្នេះឆ្ងាញ់មន់ហ្នឹងយើងបានប្រឡាក់ជាមួយនឹងគ្រឿងទឹកប្រឡាក់សាច់របស់យើងចេះវាចូលជាតិសព្វល្អឲ្យហត់តែយើងយកទៅឆាមលេងឲ្យគ្រឿងដិតជានិទៀតទៅបានហើយប្រេងដែលនៅសល់នេះតម្លាក់កុលក្រីចូលមកបំពងវារហូតតតែកុលក្រីរបស់យើងឡើងស្រួយល្អហើយកុលក្រីនេះបងប្អូនយកតែផ្នែកខ្ចីបានហើយបានញ៉ាំទៅវាស្រួយស្រាប់ទឹកប្រឡាក់សាច់របស់យើងនេះប្រឡាក់សាច់បាន3គីឡូបើថាឆាមហូបចេះបានរហូតដល់20ចាននៅពេលរៀបឆាយើងថែមទឹកប្រឡាក់សាច់មួយស្លាបព្រាបាយកន្លះទៀតទៅបាច់បន្ថែមខ្លាញ់ទៀតទេព្រោះមន់របស់យើងជាប់ខ្លាញ់ខ្លះហើយឆាកន្លោះទៅកន្លោះមកឲ្យរៀងសប់គ្រឿងតិចហើយចាំចាត់ទឹកជាចូលមកមុខនេះតរៀងស្ងួតតិចបានឆ្ងាញ់បងប្អូននៅពេលដែលយើងកន្លោះគ្រឿងរៀងស្ងួតល្អហើយយើងក៏ដាក់កុលក្រីចូលទៅម្លិញមកតែ2-3ត្រឡប់ហើយជាការស្រេចឆាមន់ញ៉ាំក្តៅចេះឆ្ងាញ់ណាស់ភៀវកក់នេះតកត់មកដល់បាទខ្ញុំឆាឲ្យក្តៅហ្មងអត់ឆាទុកទេបងប្អូនខ្លាចអត់ឆ្ងាញ់ចាក់ដាក់ចានមកអប់កុលក្រីឡងឈ្ងុយល្អមែនតើមិនថាខ្ទុំមិនថាមន់នេះយើងញ៉ាំបានទាំងអស់មន់ស្រែថ្ងៃនេះប៉ះមាត់រៀងធំហ្មងទៅពេលអញ្ចឹងមន់មួយហ្នឹងគាត់ប្រសាគ្នា4នាក់បើមើលងាំងើរបស់យើងវិញត្រាំមកហឹកក៏ឆ្មាចុះថោក៏ម្ដងនេះវាចូល 3-4 ខែដែរពេញក្លិនឈ្ងុយឆ្ងាញ់ហ្មងហើយមន់របស់យើងក៏ចាប់ផ្ដើមផុយដែរអញ្ចឹងយើងរៀបលើកដាក់តែលំងើជាមួយនឹងទឹកលំងើបន្តិចមកបានហើយគ្រាន់តែថាលំងើនេះបើសិនយើងងាស់ក្នុងទឹកសឡយូរវាហាងអត់ឆ្ងាញ់ទេតតែរៀបលើកបងហើយញ៉ាំហ្មងបានពីមុខនេះឲ្យភ្ញៀវពេញចិត្តអត់ជួយរ៉ាត់ឲ្យផងអរគុណច្រើនណាស់បងប្អូនជួបគ្នាវីដេអូក្រោយទៀតជម្រាបលាបងប្អូនកំងគ្រឿងទឹកប្រឡាក់សាច់ឆាចូលពេកណាមកដល់តុបខុនចង់ញ៉ាំមន់បងប្អូនតកំងទុកពីយប់បានមានខ្ញុំរោទុកឲ្យរីករាយបងនំទុកទាំងអស់គ្នាបងប្អូនធ្វើបាយក្តាមទៀតដែរបងប្អូនតែថ្ងៃហ្នឹងអត់បានធ្វើខ្លួនឯងទេឲ្យបងដាំបាយគាត់រៀនធ្វើឲ្យហើយស្ដាយបាយក្តាមដាំសល់មួយថ្ងៃចេះតិចឆ្នាំងទេអញ្ចឹងធ្វើទឹកសោះនេះហើយពេលភ្ញៀវមកយើងបៀកទៅទុកឲ្យគាត់ប្រសាលេងបាយក្តាមទឹកកោសបានថ្មីបងប្អូនបៀកទឹកសោះនោះស្រួយឆ្ងាញ់ហ្មងអត់សូវប្រើខ្លាញ់ច្រើនទេអញ្ចឹងពេលដែលយើងធ្វើយើងបំពងខ្ទឹមឲ្យឈ្ងុយនេះជ្រូកឲ្យឆ្អិនហើយដាក់ស្លឹកខ្ទឹមជាមួយនឹងទឹកប្រឡាក់សាច់កវាឲ្យសប់គ្រឿងចេះមកបានហើយបងប្អូនទឹកប្រឡាក់សាច់របស់យើងនេះរសជាតិมันល្មមឆ្ងាញ់ហ៎បងប្អូនគាត់ថាបាយក្តាមយើងយករៀងផ្អែមបន្តិចបានវាញ៉ាំទៅជក់មាត់អញ្ចឹងយើងថែមដល់កូខាប់តែប៉ុណ្ណឹងហើយងាយបងប្អូនអាចធ្វើនៅផ្ទះបានយ៉ាងស្រួលហ្នឹងអត់តែថាយើងមានក្តាមដាំថ្មីជាប់នឹងឆ្នាំងណាចង់ហឹលយើងថែមម្ទេសហុយបានបាយរបស់យើងបាយហត់ទៅបំពងនៅលើខ្លាញ់នៅលើអីឲ្យវាស្រួយទៀតដែរបងប្អូនព្រោះតែថាទឹកសោះរបស់យើងនឹងឆ្ងាញ់ហើយបាយរបស់យើងដាំថ្មីចេះវាស្រួយតិចមកល្មមណាហត់តែយើងបៀកជាមួយទឹកសោះចេះមកញ៉ាំទៅវាស្រួលខ្លួនអត់មានខ្លាញ់មិនអីធ្វើឲ្យខាស់កមួយក៏ក្អកអីទេបងប្អូនអត់តែថាយើងនៅមានថ្មីមិនតាន់អង្គអាហ្នឹងញ៉ាំបានហើយគ្រឿងទឹកប្រឡាក់សាច់របស់យើងបងប្អូនអាចយកទៅធ្វើម្ហូបបានច្រើនណាស់មិនថាបៀកបាយក្តាមចេះឬមួយគឺយើងទៅធ្វើត្រីងៀតសាច់អាំងគោះឡើងភ្នំឆាម្ហូបប្រឡាក់សាច់ធម្មតាញ៉ាំមួយបាយហ្នឹងបាយជីជុកបាយសាច់មាន់ណាបងប្អូនម្ដបតូចហ្នឹងធ្វើម្ហូបបានរហូតដល់20ចានបើថាប្រឡាក់សាច់វិញបាន3គីឡូទៅ3គីឡូកន្លះបើយើងប្រឡាក់បែបសាបដូចគោឡើងភ្នំដូចសាច់អាំងយើងញ៉ាំជាមួយបន្លែជាមួយអីហ្នឹងបានរហូតដល់6-7គីឡូបាយក្តាមរបស់យើងនេះទៅកោសមកពីឆ្នាំងថ្មីក្តៅស្រួយអ៊ំទុកនេះភ្ញៀវបានចូលតូបខុនអីហ្នឹងបានថាបានប៉ះពេលដែលថាមានបាយក្តាមដឹងតែចំណុចហើយព្រោះបាយក្តាមយើងបៀកមកទឹកសោះទៅជ្រូកក៏ឆ្នាំចេះអីជាតិហ្មងសម្រាប់បងប្អូនចង់បានគ្រឿងទឹកប្រឡាក់សាច់ឆាតចូលពេក